អញ្ចឹងក្មេងស្រីម្នាក់ហ្នឹងគាត់បានប្រទះឃើញសត្វចម្លែកមួយនៅក្នុងព្រៃសត្វហ្នឹងវាបានស្រែកយ៉ាងខ្លាំងទៅដាក់ក្មេងស្រីម្នាក់នោះយូរីគាត់បានរើអាមែកឈើនៅក្រោមដីហ្នឹងយកមកសកត់ករបស់វាគាត់ហ្នឹងក៏បានយកជើងខាងស្ដាំរបស់គាត់ហ្នឹងជន់អានតាក់នោះចេញហើយសត្វនោះដែរហ្នឹងជើងវាហ្នឹងពោពេញទៅដោយឈាមវាហ្នឹងក៏បានរត់ចេញពីក្នុងរន្ធនោះមកសត្វនោះវាបានព្យាយាមរត់ពីយូរីហើយដោយសារតែរបួសធ្ងន់ហ្នឹងវាបានបន្តិចហ្នឹងក៏ស្លាប់បាត់ហើយក៏បានបែរមុខហ្នឹងមកមើលមុខយូរីទាំងកសែភ្នែកគួរឲ្យអាណិតប្រៀបដូចជាចង់ឲ្យយូរីនឹងជួយគាត់អញ្ចឹងយូរីនឹងគាត់រស់នៅជាមួយនឹងគ្រួសារគាត់នឹងនៅភូមិខាងជើងហើយស្ថិតនៅក្នុងព្រៃដាច់ស្រយាមួយនឹងគាត់នឹងក៏បានចាប់យកអាសត្វនោះនឹងយកមកដាក់ក្នុងកតាគាត់ពេលដែលគាត់ចូលមកដល់ក្នុងបន្ទប់នឹងគាត់ក៏បានយកវានឹងប្រឡែងចេញមកគាត់ក៏បានរត់ទៅយកអាបងបិទតបៅនឹងដើម្បីមកព្យាបាលរបួសឲ្យវាប៉ុន្តែគ្រាន់តែយកដៃដាក់ទៅក្បែរវាភ្លាមនឹងគឺវាស្រែកគំរាមខ្លាំងមែនតើវាស្មានតែយូរីនឹងចង់ធ្វើបាបវាអញ្ចឹងនឹងគាត់ក៏នឹកឃើញវិធីមួយគាត់នឹកឃើញការថ្ងៃបន់គ្រីស្មាស់នឹងនៅសាលាថ្មិញបិសាចមួយនៅក្នុងកតាបគាត់នឹងក៏បានយកវាមកពាក់នៅនឹងថ្មិញហើយក៏បានធ្វើដូចអាសត្វនោះធ្វើដាក់គាត់អញ្ចឹងគឺគាត់ស្រែកដាក់វាវិញនៅចុងក្រោយហ្នឹងវាពិតជាបានផលពិតមែនអូជីហ្នឹងក៏វានៅស្ងៀមហ្នឹងឲ្យយូរីហ្នឹងរុំរបួសឲ្យពេលដែលរុំរបួសហើយហ្នឹងអូជីគាត់ងាកទៅនៅអាកញ្ចក់ហ្នឹងគាត់ចាប់អារម្មណ៍ដង្កូវនៅក្នុងនោះគាត់ក៏បានរត់ឡើងលើកៅអីនោះហើយសង្វាតទៅចាប់អាសត្វដង្កូវនោះហើយត្រូវបានយូរីហ្នឹងហាមឃាត់ជាបន្ទាន់ដោយសារដង្កូវនោះហ្នឹងតម្រាំតែយូរីចាប់បានហ្នឹងគឺមិនងាយទេហើយយូរីហ្នឹងគាត់ចាប់អារម្មណ៍រឿងមួយគាត់គិតថាអូជីនឹងចេះស្ដាប់សម្ដីមនុស្សពិតជាឆ្លាតពិតមែនយូរីនឹងគាត់បានយកអាដង្កូវនោះដាក់ទៅលើដៃវាហើយប្រាប់ឲ្យវានឹងដាក់ចូលទៅលើដើមនោះវិញនៅពេលហ្នឹងដែរធ្វើឲ្យយូរីនឹងឡើងចំហមាត់គាត់គិតថាទង្វើនេះនឹងមិនគួរសត្វធម្មតានឹងអាចធ្វើទៅរួចទេស្រាប់តែឮសំឡេងកំភ្លើងនឹងបន្តឡើងភ្លាមនឹងធ្វើឲ្យអូជីនឹងភ័យខ្លាំងមែនទែនគាត់បានស្រែកយ៉ាងខ្លាំងប្រៀបដូចជាស្ថិតនៅក្នុងគ្រោះថ្នាក់អញ្ចឹងសំឡេងនេះដែរគឺជាសំឡេងបងប្រុសរបស់យូរីដែលគាត់កំពុងហ្វឹកហាត់បាញ់កំភ្លើងនៅពេលហ្នឹងដែរបងប្រុសរបស់យូរីហ្នឹងគាត់ចាប់អារម្មណ៍ថាបន្ទប់របស់ប្អូនស្រីគាត់ហ្នឹងមានសម្លេងចម្លែកអញ្ចឹងក៏បានកាន់ណាកំភ្លើងនោះហ្នឹងរត់ឡើងមកបន្ទប់ប្អូនស្រីគាត់គាត់ឮសម្លេងបងប្រុសគាត់ភ្លាមហ្នឹងគាត់រត់ទៅទ្វារហ្នឹងបំបុកអាទ្វារហ្នឹងធ្វើឲ្យបងប្រុសគាត់ឡើងទៀតបងប្រុសគាត់ហ្នឹងបានធាក់ទ្វារស្រាប់តែពេលហ្នឹងដែរគឺគាត់ភ្ញាក់មែនតែនដោយសារតែប្អូនរបស់គាត់ហ្នឹងឈរនៅលើបង្អួចហ្នឹងរៀបលោតចុះទៅហើយថែមទាំងនៅលើស្មារបស់គាត់ហ្នឹងមានអាសត្វអូជីនោះទៀតផងគាត់ហ្នឹងបានយកកំភ្លើងហ្នឹងភ្ជុងទៅលើអាសត្វនោះគាត់ក៏បានប្រាប់ទៅយូរីថាអាសត្វហ្នឹងគឺវាចង្រៃណាស់វាចង្រៃបន្តចំនួននិយាយទៅមួយចំនួនទៅមួយចំនួនឲ្យតែលឺអាសត្វហ្នឹងគឺចង្រៃហ្មងវាថែមទាំងចាប់ក្មេងហ្នឹងស៊ីទៀតផងប៉ុន្តែយូរីហ្នឹងនៅតែព្យាយាមការពារអូជីហ្នឹងឲ្យសុំវល់បងប្រុសគាត់ហ្នឹងឲ្យដោះលែងគាត់ទៅបងគាត់ហ្នឹងក៏ឃើញប្អូនគាត់សម្រក់ទឹកភ្នែកហ្នឹងគឺគាត់សុខចិត្តដោះលែងឲ្យគាត់ក៏បានទម្លាក់កំភ្លើងចោះនៅថ្ងៃបន្ទាប់ហ្នឹងឪពុករបស់គាត់ហ្នឹងក៏ឆ្ងល់ហេតុអ្វីកូនស្រីហ្នឹងអត់ចោះមកញ៉ាំអាហារពេលព្រឹកគាត់ក៏មានអារម្មណ៍មិនស្រួលនៅក្នុងខ្លួនក៏បានឡើងទៅលើបន្ទប់នោះគាត់រុញទ្វារបន្ទប់កូនស្រីគាត់ចូលហ្នឹងឃើញមានដានឈាមនៅលើនឹងឥដ្ឋហើយនឹងមានរោមរបស់អូជីនោះជាច្រើនទៀតផងនៅពេលនឹងដែរគាត់នឹងក៏អង្គុយឲ្យដកដង្ហើមវែងគាត់គិតថាប្រហែលជាអូជីនោះមកសងសឹកនឹងគាត់ហើយគាត់នឹងក៏បានប្រមូលក្មេងៗនៅក្នុងភូមិនោះនឹងឡើងទៅប្រមាញ់ជាមួយនឹងគាត់ស្វាយទៅដោយប្រដាប់អាវុធទាំងអស់គ្នាហើយនៅក្នុងភូមិគាត់នឹងគឺមានជំនឿតគ្នាថាមេឃងងឹតភ្លៀងនឹងគឺត្រូវតែនាំគ្នាចូលផ្ទះអត់ឲ្យចេញទៅព្រៃដាច់ខាតហើយនៅប៉ុន្មានថ្ងៃមុនហ្នឹងឪពុករបស់គាត់នឹងក៏ធ្លាប់បានឃើញអូជីម្ដងដែរអញ្ចឹងដើម្បីសុវត្ថិភាពរបស់ភូមិគាត់នឹងគាត់បាននាំទ័ពនឹងឡើងទៅអូជីនឹងទាំងយប់នៅចុងក្រោយនឹងគាត់ជាបានឃើញដានជើងរបស់អូជីមែនហើយគាត់ថែមទាំងធ្វើឲ្យអូជីនឹងគ្មានផ្លូវរត់ទៀតផងគឺគាត់ដុតភ្លើងជុំវិញអូជីនោះតែម្ដងហើយវានឹងក៏បានស្រែកតតាំងជាមួយនឹងមនុស្សវិញដែរនៅពេលដែលកំពុងតែហុំព័ទ្ធអូជីនឹងចាប់តែយូរីនឹងគាត់រត់តែអាមេឈើនឹងក៏បានដួលនៅមុខសត្វអូជីនោះប៉ុន្តែអ្វីដែលចម្លែកហ្នឹងគឺវាអត់បានធ្វើអីយូរីទេប៉ុន្តែហ្នឹងគាត់បានបែរមុខគាត់នឹងឡើងទៅលើចុងឈើហើយស្រែកសម្លេងនឹងយ៉ាងកំសត់ការប៉ັດហ្នឹងគឺកូនរបស់គាត់នឹងជាប់នៅលើចុងឈើនោះនៅពេលហ្នឹងដែរបងប្រុសរបស់យូរីហ្នឹងក៏បានបាញ់ចំនួន1គ្រាប់ចំអាសត្វស្វានោះគាត់ណាលឺសម្លេងកំភ្លើងភ្លាមហ្នឹងអ្នកភូមិផ្សេងៗហ្នឹងក៏បានបន្តបាញ់ឡើងទៅលើចុងឈើនោះអញ្ចឹងក៏ធ្វើឲ្យអាសត្វអូជីទូចនោះវាភ័យវាក៏បានលោតពីដើមឈើមួយហ្នឹងទៅដើមឈើមួយហើយក៏បាត់នៅក្នុងព្រៃឈើនោះហ្នឹងចាប់ពីថ្ងៃនោះមកប្រឈមមុខនឹងភ្លើងឆេះព្រៃហ្នឹងហើយមេរបស់ពួកគេហ្នឹងត្រូវកំភ្លើងហ្នឹងចំស្មាទៀតអញ្ចឹងអូជីហ្នឹងមានតែនាំហ្វូងរបស់ពួកគេហ្នឹងដកថយសិនឥឡូវយើង
យើងចាប់ផ្ដើមតរឿងយើងទៀតយូរីហ្នឹងគាត់ក៏បាននាំអូជីទូចនោះហ្នឹងចូលមកក្នុងផ្សារទំនើបមួយដោយសារតែគាត់ហ្នឹងចង់ទិញគ្រឿងសម្ងួតបន្តិចហ្នឹងសម្រាប់ឲ្យ OGC ដោយសារតែគាត់ហ្នឹងត្រូវបញ្ជូនវាហ្នឹងចូលទៅក្នុងព្រៃវិញនៅពេលដែលយូរីគាត់កំពុងតែមើលអ្វីៗនៅក្នុងផ្សារនោះគាត់បានចាប់អារម្មណ៍ថាអាហូតកាតាបរបស់គាត់ហ្នឹងបើកតាំងពីពេលណាទេហើយអូគីហ្នឹងក៏បានលូកដៃចេញពីអាកាតាបនោះហ្នឹងយកដៃវាហ្នឹងទៅស្ទាបពងមាន់នៅពេលហ្នឹងដែរគាត់ធ្វើឲ្យភ្ញៀវម្នាក់ហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែយូរីគាត់មានការភ្ញាក់ខ្លាំងពេកគាត់ក៏បានកវែងអាកាតាបនោះហ្នឹងធ្លាក់អូគីហ្នឹងចេញមកក្រៅនៅពេលហ្នឹងដែរអ្នកដតីផ្សេងហ្នឹងឃើញហើយក៏ស្រែកពេញហាងនោះដោយសារតែសម្លេងភ្ញៀវហ្នឹងគាត់ស្រែកឮពេកហ្នឹងធ្វើឲ្យម្ចាស់ហាងហ្នឹងគាត់ស្មានថាមានរឿងអីកើតឡើងគាត់ហ្នឹងក៏បានកាន់កំភ្លើងហើយសម្ដៅទៅទីនោះរីឯយូរីនិងអូជីនេះវិញគាត់បានលួចពួននៅក្នុងអាទូទឹកកកនោះដោយសារតែអូជីហ្នឹងវាភ័យពេកវាហ្នឹងក៏បានខាំដៃរបស់យូរីហ្នឹងមួយចង្កូមយូរីហ្នឹងក៏បានស្រែកយ៉ាងខ្លាំងហ្នឹងធ្វើឲ្យម្ចាស់ហាងហ្នឹងដឹងថាពួកគេហ្នឹងនៅក្នុងទូកញ្ចក់នោះអញ្ចឹងគាត់មានតែផ្លូវមួយហ្នឹងគឺគាត់យកអាតេះទំនិញនោះហ្នឹងជីកពីអ្នកអូជីហ្នឹងបំបុកចេញមកក្រៅនៅពេលដែលគាត់រត់ចេញមកហ្នឹងគាត់ឃើញឡានមួយហ្នឹងបើកទ្វារឲ្យប្រឆេះល្មមនៅពេលដែលគាត់ជីបានពាក់កណ្ដាលផ្លូវហ្នឹងឡាននោះក៏ចាប់ផ្ដើមអស់ប្រេងហើយអ្វីដែលកាន់តែសយទីហ្នឹងដៃរបស់យូរីហ្នឹងគឺចាប់ផ្ដើមហើមមើលទៅហាក់ដូចជាកំពុងតែឆ្លងរោគគាត់ហ្នឹងក៏បានអែបឡាននៅមកចំហៀងព្រៃហើយក៏បាននាំអូជីហ្នឹងដើរសម្ដៅចូលទៅព្រៃគាត់បានធ្វើតាមក្បួនបុរាណហ្នឹងគាត់បានដាក់ដៃហ្នឹងចូលទៅក្នុងអាទឹកបឹងនោះដើម្បីឲ្យឆ្លើងទាមអាពឹសនោះចេញប៉ុន្តែវាអត់មានបានផលអីទេស្រាប់តែពេលហ្នឹងដែរអូជីហ្នឹងគាត់បានយកអាសត្វមួយហ្នឹងដូចកន្លាតអញ្ចឹងយកមកដាក់មាត់របស់យូរីប៉ុន្តែយូរីហ្នឹងគាត់បានបញ្ចេញអាកប្បកិរិយាខ្ពើមខ្លាំងណាស់នៅពេលហ្នឹងអូជីហ្នឹងគាត់បានស្រែកសម្លេងមួយយ៉ាងហ្នឹងដូចអន្តងយូរីអញ្ចឹងហើយមិនដឹងថាម៉េចទេក្រោយមកយូរីហ្នឹងក៏ព្រមហាមមាត់ឲ្យគាត់ដាក់អាសត្វនោះចូលហើយគាត់ហ្នឹងក៏ចេះនិយាយភាសាអូជីទៀតផងហើយគាត់ហ្នឹងក៏សប្បាយពេកក៏រត់ទៅខាងក្រោយហ្នឹងធ្លាក់ចូលនឹងដៅអន្ទាក់របស់គេស្របពេលហ្នឹងឪពុករបស់គាត់ហ្នឹងបាននាំកូនទាហានហ្នឹងឡើងមកដល់ភ្នំនោះក៏បានឃើញឡានដែលចតនៅក្បែរផ្លូវគាត់ហ្នឹងបានដេញបកាបកិតហ្នឹងជាមួយនឹងស្នាមជើងនោះហើយកន្លែងដែលយូរីធ្លាក់ហ្នឹងក៏មានមនុស្សមកជួយគាត់ហើយទាញគាត់ឡើងយ៉ាងថ្នមហើយបានបីគាត់ហ្នឹងឡើងទៅផ្ទះពេលដែលយូរីគាត់ភ្ញាក់មកបានបន្តិចហ្នឹងគាត់មើលមុខម្នាក់ស្រីហ្នឹងដូចជាធ្លាប់ស្គាល់ពីមុនមកអញ្ចឹងគឺមានភាពស្និទ្ធស្នាលមែនតែនក៏ប៉ុន្តែគាត់ហ្នឹងគឺជាម្ដាយរបស់យូរីដែលចាក់ចេញពីផ្ទះជាច្រើនឆ្នាំប៉ុន្តែឃើញរបួសរបស់យូរីហ្នឹងគាត់ដឹងពីវិធីព្យាបាលបាត់ទៅហើយគាត់បានទៅសម្លាប់អាពពែនៅក្រោយផ្ទះរបស់គាត់ហ្នឹងហើយយកឈាមវាយកមកកូរធ្វើថ្នាំហើយបូកជាមួយនឹងអាសត្វបជាវដែលគាត់ចាប់មកហ្នឹងយកវាមកធ្វើថ្នាំគាត់ហ្នឹងក៏បានប្រាប់ទៅយូរីថាដោយសារតែបជាវហ្នឹងវានៅជាមួយនឹងអូជីហ្នឹងជាច្រើនឆ្នាំណាស់មកហើយអញ្ចឹងក្នុងខ្លួនបជាវហ្នឹងវាបានដោះនៅសារធាតុម្យ៉ាងហ្នឹងការពារពឹសរបស់អូជីនៅបច្ចុប្បន្នហ្នឹងវាគឺជាថ្នាំដ៏មានប្រសិទ្ធភាពមួយនៅថ្ងៃបន្ទាប់ហ្នឹងអូជីក៏បានបើកភ្នែកឡើងឃើញថារបួសរបស់គាត់ហ្នឹងពិតជាពិតមែនម្ដាយរបស់គាត់ហ្នឹងក៏បានប្រាប់យូរីពីរឿងពិតមួយគាត់ថានេះហើយគឺជាមូលហេតុដែលគាត់ចាក់ចេញពីផ្ទះដោយសារតែគាត់ហ្នឹងមកស្រាវជ្រាវតាក់ទងជាមួយនឹងសត្វអូជីនេះឯងហើយក៏ត្រូវបានអ្នកភូមិហ្នឹងចាត់ទុកគាត់ហ្នឹងគឺជាមេធ្មប់ហើយប៉ុន្មានឆ្នាំនេះហ្នឹងគឺគាត់នៅក្នុងព្រៃនេះតែម្នាក់ឯងគាត់មួយថ្ងៃទៅមួយថ្ងៃនេះគឺគាត់អង្គុយសង្កេតមើលសកម្មភាពរបស់អូជីទាំងអស់គាត់បានប្រាប់ទៅយូរីថាសត្វនេះហ្នឹងមានលក្ខណៈឆ្លាតបំផុតប៉ុន្តែវាហ្នឹងអត់អាចប្រស្រ័យតាក់ទងជាមួយនឹងមនុស្សលោកបានដូច្នេះហ្នឹងក៏វាបានត្រឹមតែប្រើរលកសំឡេងនោះឯងដោយសារតែម្ដាយគាត់ហ្នឹងនិយាយរឿងឲ្យគាត់ហ្នឹងទុកអូជីនៅផ្ទះរបស់គាត់ហ្នឹងហើយម្ដាយគាត់ហ្នឹងក៏បានប្រាប់គាត់ទៀតថាយូរីហ្នឹងអត់អាចយកអាអូជីហ្នឹងធ្វើជាសត្វចិញ្ចឹមបានទេហើយអាផែនទីនៅលើអាអញ្ចាំងរបស់គាត់ហ្នឹងគឺដៅច្បាស់ណាស់ថាអូជីហ្នឹងរស់នៅកន្លែងណាម្ដាយគាត់ថាឲ្យទុកអាអូជីនៅហ្នឹងទៅចាំគាត់ហ្នឹងបញ្ជូនវាហ្នឹងទៅផ្ទះវិញប៉ុន្តែដោយសារតែយូរីហ្នឹងមានក្លិនមនុស្សខ្លាំងពេកម្ដាយគាត់ហ្នឹងអត់ចង់ឲ្យគាត់ទៅទីនោះហើយយូរីហ្នឹងគឺគាត់រឹងតឹងមែនតើគាត់អត់ព្រមឲ្យអូជីហ្នឹងទៅម្ដាយគាត់ទេមិនយូរប៉ុន្មានហ្នឹងឪពុករបស់គាត់ហ្នឹងក៏បានឡើងមកដល់លើផ្ទះនោះប៉ុន្តែម្ដាយគាត់ហ្នឹងបានប្រាប់ថាយូរីហ្នឹងចាក់ចេញជាយូរណាស់មកហើយស្រាប់តែពេលហ្នឹងដែរពីរអ្នកគាត់ហ្នឹងគឺចាប់ផ្ដើមឆ្លោះគ្នាម្ដងទៀតអាណាហ្នឹងក៏បានវាយប្តីរបស់គាត់ហ្នឹងហោះចេញពីផ្ទះ It's you who left. It's you who gave up. ពេលដែរគាត់ហ្នឹងក៏ត្រូវបានក្រុមក្មេងៗនោះហ្នឹងហុំព័ទ្ធជំវិញឪពុករបស់គាត់ហ្នឹងក៏បានឃើញនៅអាផែនទីតាំងរបស់អូជីនោះហើយនេះហ្នឹងគឺជាគោលបំណងរាប់ឆ្នាំរបស់គាត់មួយថ្ងៃក្រោយមកហ្នឹងយូរីហ្នឹងក៏បានចែវទូកហ្នឹងមកដល់ជំរករបស់វាគាត់ឃើញថានៅលើអាភ្នំនោះហ្នឹងសុទ្ធតែរុនជុំវិញហ្នឹងក៏ប៉ុន្តែហ្នឹងវាគឺជារុនជំរករបស់សត្វអូជីនោះតែដោយសារតែយូរីហ្នឹងគាត់ជាមនុស្សធម្មតាអញ្ចឹងពេលដែលពួកវាអើតឃើញយូរីហើយក៏បានលឹបចូលទៅវិញថែមទាំងយកថ្មហ្នឹងបិទមុខរុនវាទៀតផងនៅ
ពេលនឹងដែរឪពុករបស់គាត់នឹងក៏មកដល់កន្លែងនោះគាត់នឹងក៏បានឃើញកូនស្រីរបស់គាត់នឹងគឺគាត់សប្បាយចិត្តខ្លាំងណាស់ដោយសារតែយូរីនឹងនៅរស់ធម្មតាហើយក៏បានហៅគាត់នឹងត្រឡប់ទៅផ្ទះវិញគាត់ថាគាត់នឹងកំចាត់អាសត្វ OG នេះទាំងអស់គាត់ណាលើពាក្យនេះភ្លាមនឹងយូរីគាត់ខំមាត់យ៉ាងខ្លាំងហើយបានអោប OG នឹងហក់ចូលទៅក្នុងទឹកនោះគាត់បានហែលទឹកនឹងចូលទៅក្នុងជលងភ្នំនោះបាទនៅពេលនឹងដែរនឹងបងប្រុសរបស់គាត់នឹងក៏មានចិត្តក្លាហានហើយក៏បានប្រាប់ការពិតទៅឪពុកគាត់ថាយូរីនឹងមិនមែនត្រូវ OG ចាប់ខ្លួនទេប៉ុន្តែគឺគាត់នឹងអ្នកលែងឲ្យប្អូនគាត់ទៅឪពុកគាត់នឹងខឹងខ្លាំងមែនតើបានដោះអាវក្រោះនោះនឹងមួកចោលទាំងអស់នៅតែកៅអៅយឺតមួយនឹងគាត់បានកាន់ពូថៅនឹងសម្ដៅចូលទៅរោងភ្នំនោះនៅពេលដែលគាត់ដើរតាមផ្លូវនឹងស្រាប់តែជួបឧបទ្ទហេតុបន្តិចបន្តួចគឺបាក់ដើមឈើនឹងសង្កត់ជើងរបស់គាត់ធ្វើឲ្យគាត់នឹងមិនអាចបន្តដំណើរទៅមុខបានឮសំឡេងឪពុករបស់គាត់ស្រែកនឹងយូរីនឹងក៏បានរត់មករកឪគាត់នឹងបានលិតជង្គង់នៅមុខឪពុករបស់គាត់ហើយបាននិយាយជាមួយនឹង OG ថែមទៀតផងនៅចង់បញ្ចប់នឹងឪពុករបស់គាត់នឹងបានយល់គ្រប់យ៉ាងក៏ប៉ុន្តែរឿងដែល OG ស៊ីមនុស្សនឹងគឺឪរបស់គាត់នឹងប្រឌិតទេដោយសារតែគាត់នឹងចង់ធ្វើជាមេភូមិនោះអញ្ចឹង OG នឹងក៏បានខិតមកចិត្តឪពុករបស់គាត់ឲ្យឪពុកគាត់នឹងអែលក្បាល OG នឹងក៏បាននាំយូរីនិងឪពុករបស់គាត់នឹងចូលមកដល់រុនភ្នំជ្រៅមួយហើយកន្លែងនោះដែរនឹងគឺជាជំរករបស់វានោះឯងមើលទៅគឺពិតជាស្អាតខ្លាំងមែនតែនហើយ OG នឹងក៏បានឃើញម្ដាយរបស់វានឹងចេញពីក្នុងរុនភ្នំនោះនៅពេលដែលយូរីនឹងរៀបយកកូនរបស់វានឹងទៅបកលឲ្យម្ដាយវាវិញឪពុករបស់គាត់នឹងក៏ឃើញថាក្មេងប្រមាណអ្នកនោះនឹងគឺនៅលើចុងភ្នំឯណោះត្រៀមបាញ់កំភ្លើងគាត់នឹងបានហាមឃាត់ដែរតែហាមឃាត់អត់ទាន់ក៏បានបាញ់មួយគ្រាប់ទៅធ្វើឲ្យសត្វនៅកន្លែងនោះនឹងមានការភ័យទាំងអស់នៅពេលនឹងដែរក៏មានសម្លេងខ្លុយដ៏ស្រទន់នឹងចេញពីក្នុងឡាងភ្នំមួយគាត់ក៏បានដើរយឺតនឹងខិតចូលមក OG ហើយផ្លុំមកខ្លុយនោះសម្លេងខ្លុយនោះបានធ្វើឲ្យ OG នឹងរងាប់អារម្មណ៍វាដោយសារតែយូរីនឹងគាត់ចេះនិយាយភាសា OG នោះគាត់បានលួងលោមម្ដាយរបស់គេអញ្ចឹងនៅចុងក្រោយនឹងក៏បានបកគលទៅម្ដាយរបស់គេនឹងដោយសុវត្ថិភាពរឿងយើងនឹងក៏មកដល់ទីបញ្ចប់ដែរខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នានឹងទៅមើលរឿងពេញទៅល្អមើលណាស់ជួបគ្នានៅវគ្គក្រោយទៀតជាមួយនឹងរឿងថ្មីៗ